គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីរាប់អានសូមស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីម្ដងទៀតចូលមកក្នុង channel របស់ខ្ញុំនៅក្នុងថ្ងៃនេះហើយថ្ងៃនេះដែរខ្ញុំមានសាច់រឿងមួយទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទុកគ្រាន់ជាទីសន្តាប់ក្រោយពេលដែលសម្រាកពីការងារឬក៏បងប្អូនខ្លះកំពុងតែបំពេញការងារឬក៏បើកបរប៉ុន្តែការងារខ្លះគឺអាចថារវល់ដៃប៉ុន្តែអាចស្ដាប់បានអីចឹងណាអញ្ចឹងបងប្អូនអាចបើសិនជាមកថ្មីអាចចុច Subscribe ម្នាក់មួយទៅដើម្បីទទួលបាននូវសាច់រឿងផ្សេងទៀតដែលខ្ញុំនឹងនិយាយទៅកាន់បងប្អូនទាំងអស់គ្នានៅវីដេអូក្រោយៗអញ្ចឹងណាបាទអញ្ចឹងនៅក្នុងថ្ងៃហ្នឹងដែរខ្ញុំមានសាច់រឿងមួយដែលតាក់ទងជាមួយនឹងរឿងដែលវាមិនគួរនឹងកើតទៀតហើយបងប្អូនអញ្ចឹងកាលពីក្នុងអំឡុងឆ្នាំ2007សូមទោសកាលពីឆ្នាំ2017មានគ្រួសារប្អូនស្រីម្នាក់ណាដែលមានឈ្មោះថាសវណ្ណហ្នឹងគឺជាស្រីណាបងប្អូនគាត់មានឈ្មោះថាសវណ្ណដែលគាត់រស់នៅតាមបណ្ដាខេត្តទេប៉ុន្តែគ្រួសាររបស់គាត់ដោយសារតែជួបបំណុលច្រើនដោយសារតែឪពុកម្ដាយរបស់គាត់ហ្នឹងគឺលេងល្បែងដូចជាលេងបៀលេងល្បែងដូចជាជលមន់អញ្ចឹងណាឪពុកជលមន់ម្ដាយលេងបៀអញ្ចឹងទៅមិនយូរប្រហែលណាបងប្អូនគ្រួសាររបស់គាត់គឺត្រូវជំពាក់វគ្គវិនជាមួយនឹងបំណុលរុំកោះរុំសួតរុំករើខ្លួនមិនរួចតែម្ដងគឺថារហូតដល់ទៅម្ចាស់បំណុលនឹងរឹបអូសដីស្រែឬក៏ដីភូមិនឹងក៏ត្រូវដូចថាលក់ឡៃឡុងដើម្បីសងគេប៉ុន្តែសងមិនគ្រប់ក៏ធ្វើការរត់ចោលស្រុកអញ្ចឹងទៅក្នុងគ្រួសារគឺមានចំនួន3នាក់ដែលសវណ្ណនឹងគឺជាកូនហើយនឹងម្ដាយនិងឪពុកដែលញៀនលបែងទាំងពីរនាក់នឹងឯងកន្លងទៅដែលគេរឹបអូសហើយទៅណាក៏គ្រួសារហ្នឹងក៏សម្រេចចិត្តទៅនេះបន្តិចទៅនោះបន្តិចណាដើម្បីរកប្រាក់ចិញ្ចឹមខ្លួនដែលថាអត់នៅស្រុកកើតទៀតទេដោយសារតែជំពាក់បំណុលរបស់គេដែលសងគេអត់ទាន់រួចអ្នកខ្លះចឹងទៅក៏បានសងខ្លះចឹងទៅអ្នកខ្លះក៏អត់ចឹងទៅអញ្ចឹងអត់ដឹងថាបានអីសងគេទៀតក៏សម្រេចចិត្តរត់ចោលស្រុកទៅធ្វើការនៅតាមខេត្តដូចជាខេត្តមណ្ឌលគិរីខេត្តរតនគិរីអីចឹងទៅសងំនៅនេះបន្តិចសងំនៅនោះបន្តិចហើយកាលពីចំនួនហ្នឹងដូចថាដោយសារគាត់រស់នៅដូចថាវាមិនសូវអីក៏សម្រេចចិត្តទៅថៃឪពុកហ្នឹងក៏សម្រេចចិត្តថាមិនដឹងថាប្រើវិធីបែបណាទេគឺទៅថៃឯម្ដាយនិងកូនក៏នៅក្នុងស្រុកខ្មែរហ្នឹងទេឪពុកក៏សម្រេចចិត្តទៅថៃហ្នឹងដោយខុសច្បាប់ទេហើយទៅរកធ្វើការងារចុះទូកចុះអីអញ្ចឹងណាហើយក៏អានឹងយើងទុកមកដុំរឿងឪពុកឥឡូវយើងនិយាយមករឿងម្ដាយនិងកូនដែលរស់នៅក្នុងស្រុកខ្មែរហ្នឹងក៏ចេះតែដើរស៊ីឈ្នួលគេនេះបន្តិចនោះបន្តិចចឹងទៅបានទៅគ្រាន់តែមកដោះទាល់ដោះការជីវភាពអីប្រចាំថ្ងៃតែប៉ុណ្្នឹងឯងមិនបានជាសល់អីទេប៉ុន្តែទោះបីជាក្នុងកលៈទេសៈនឹងក៏ដោយដូចថាមនុស្សដូចថាញៀនលបែងបងប្អូនអត់បានលេងក៏ឆ្លៀតពេលទំនេរក៏បានទៅអង្គុយនឹងមើលគេដែរអញ្ចឹងរឿងហ្នឹងដូចថាវាអត់បានធ្វើឲ្យអាការលំបាកទាំងឡាយហ្នឹងធ្វើឲ្យគាត់ហ្នឹងមានការគេហៅថារៀងចាលវាអត់បានធ្វើឲ្យការជីវិតរបស់គាត់រៀងចាលដែលព្រាត់ប្រាសប្តីដែលទៅធ្វើការនៅស្រុកគេចុះទូកចុះអីហើយខ្លួនឯងនឹងខ្ចាត់ព្រាត់ពីស្រុកទេអស់ផ្ទះអស់ដីអស់ស្រែអស់អីសពគ្រប់បែបយ៉ាងហ្នឹងណាក៏នៅតែធ្វើឲ្យចិត្តហ្នឹងមិនទាន់រសាយពីខ្មោចលបែងនឹងដែរអញ្ចឹងសូមអភ័យទោសចំពោះបងប្អូនទាំងអស់គ្នាដែលបានចូលមកស្ដាប់វីដេអូនេះដែលជាតបជាអ្នកលេងល្បែងអញ្ចឹង
បើសិនជាបងប្អូនបានស្ដាប់ហើយបងប្អូនពិចារណាទាំងអស់គ្នាពីព្រោះរឿងនេះគឺជារឿងពិតអត់បានប្រឌិតឡើងដើម្បីចង់វាយប្រហារទៅកាន់បងប្អូនដែលអ្នកលេងល្បែងអីទេបងប្អូនស្ដាប់គ្រាន់តែជាការពិចារណាទៅបានហើយណាអញ្ចឹងក្រោយពេលពីសម្រាប់ពីការងារនឹងម្ដាយរបស់សវណ្ណហ្នឹងក៏បានទៅដើរលេងទៅផ្ទះអ្នកជិតខាងជាធម្មតាជាអីចឹងទៅរស់នៅកន្លែងហ្នឹងអស់រយៈពេលប្រហែលជា2-3 ខែដូចថាក៏ស្គាល់អ្នកនេះចិត្តស្និទ្ធអ្នកនោះក៏ចិត្តស្និទ្ធដែរហើយនៅចិត្តទីតាំងដែលសវណ្ណនិងម្ដាយរស់នៅហ្នឹងក៏មានអូនថាអ្នកចូលចិត្តលេងល្បែងដែរមានប្រុសមានស្រីគេលេងបដាគេផឹកបដាអីចឹងណាជួនកាលទៅក៏អាចថាគេលេងទៅដល់យប់ផងដែររហូតទៅដល់ម៉ោង8ម៉ោង9អញ្ចឹងទៅដល់ទៅពេលម្ដាយរបស់សវណ្ណហ្នឹងដូចថាដើរកាត់ញឹកទៅលេងផ្ទះនេះលេងផ្ទះនោះកាត់ញឹកចឹងឃើញគេសើចគេសប្បាយគេលឺវាយបៀឡើយផាច់អញ្ចឹងតែខ្លួនក៏ដូចថានៅវាមិនសនុកណាក៏ចេះតែចូលទៅអង្គុយមើលគេមើលឯងនឹងចឹងទៅអត់លេងទេប៉ុន្តែចូលទៅអង្គុយមើលធម្មតាអានឹងខ្ញុំវាមិនដឹងទេបងប្អូនដូចថាការដែលយើងញៀនលបែងញៀនអីហ្នឹងថាមិនបានលេងគាត់នៅចាំអ៊ុតណាដូចឪពុករបស់ខ្ញុំគាត់បាននិយាយថាកាលពីចំនួនមុនណាបើថាលេងអាប៉ោងលេងអីបើសិនថាអស់លុយចាក់ក៏អត់ឈប់ដែរអ្នកខ្លះដែលញៀនខ្លាំងហ្នឹងគឺសុកចិត្តនៅដេកនៅចិត្តវងលបែងហ្នឹងគឺដេកទាយគ្រាប់អាប៉ោងនឹងទៀតដល់ពេលអស់លុយចាក់អញ្ចឹងរឿងនឹងដែរក៏ប្រហែលជាមិនខុសគ្នាដែរដូចថាលឺគេវាយបៀផាច់ហ្នឹងខ្លួនឯងដើរកាត់ខ្នល់នោះសោះក៏នៅមិនសនុកដែរគឺឈៀងចូលទៅអង្គុយមើលគេទៅអ៊ុតមើលគេទៅសើចនឹងគេឃើញអ្នកណាឈ្នះវាយទៅអានឹងខ្ញុំមិនដឹងទេបងប្អូនដូចថាខ្ញុំមិនដឹងថាអាបៀនឹងលេងទៅវាយ៉ាងណាណាពីព្រោះខ្ញុំមិនជាអ្នកលេងរឿងទាំងអស់ហ្នឹងទេអញ្ចឹងខ្ញុំមិនសូវជាអ្នកយល់ច្បាស់ពីអារម្មណ៍ហ្នឹងទេពីព្រោះមើលវាអត់យល់អញ្ចឹងបន្ទាប់ពីនឹងទៅបន្ទាប់ពីការមើលញឹកញយម្ដាយរបស់សវណ្ណហ្នឹងពេលដែលថ្ងៃមួយហ្នឹងក៏វងបៀហ្នឹងក៏ខ្វះគ្នាខ្វះអីហ្នឹងគេក៏ចូលហៅចូលលេងចូលអីអញ្ចឹងណាហើយដបងដៃហ្នឹងម្ដាយរបស់សវណ្ណហ្នឹងក៏និយាយថាអត់ទេអត់អីទេអត់លេងអត់អីទេប៉ុន្តែគេចេះតែអូសទាញខ្លះចឹងទៅទប់វាមិនជាប់ផងក៏លេងទៅលេងក៏ជក់លុយដែលតម្រូវថាទៅផ្សារទិញម្ហូបទិញសាច់ទិញអីយកមកទុកហ្នឹងក៏បានសម្រេចចិត្តថាយកទៅលេងបៀជាអកុសលថ្ងៃហ្នឹងអត់បានទៅផ្សារទេគឺដោយសារតែលេងបៀចាញ់អស់អញ្ចឹងហើយក៏កើតចិត្តស្ដាយកើតចិត្តមួម៉ៅទៅដល់ផ្ទះវិញទៅដល់មិនទាន់នឹងបានអីផងកូនក៏សួរថាម៉ែឯងទៅផ្សារហើយមិនបានមកវិញខ្លួនទៅទេអញ្ចឹងគ្រាន់តែលើសំណួរកូនសួរប៉ុណ្ណឹងក៏ខឹងតែម្ដងទាំងដែលខ្លួនឯងថាទៅផ្សារហើយមិនបានមហូបមិនបានអីមកវិញណាហើយក៏ស្រាប់តែឮកូនសួរសំដីកូនសួរប៉ុណ្ណឹងក៏ចាប់ខឹងតងតែហ្មងកូននោះក៏ឆ្ងល់ហើយល្មិចបានអញ្ចឹងគ្រាន់តែសួររឿងថាទៅផ្សារហើយអត់បានមហូបហើយមកវិញមិនក៏ម៉ែក៏ខឹងតើវាមានបញ្ហាស្អីខ្លួនក៏មិនយល់ថាអត់បាននិយាយប្រើសំដីតូចសំដីធំអីដាក់ទេដូចនិយាយធម្មតាទេហើយល្មិចបានទៅជាអញ្ចឹងហើយម៉ែនឹងកើតអីទៅមួម៉ៅអីពីណាមកឬមួយក៏អ្នកផ្សារហ្នឹងគេមិនលក់ឲ្យឬក៏មិនមកសទុះដល់ពេលឃើញម្ដាយនឹងខឹងដើរទៅដេកនឹងរឹងទៅដល់ពេលបន្តិចក្រោយមកក៏លឺល្អូល្ងើរឿងស្ដាយលុយខ្លះអីខ្លះចឹងទៅបើទៅទិញចេះចុះចឹងណាបន្ទាប់មកក៏សវណ្ណហ្នឹងគាត់បានដឹងរឿងថាអូតាមពិតចាញ់លបែងអស់ទៅហើយលុយតែតម្រូវទៅផ្សារណាប៉ុន្តែក៏មិនបានថាមានន័យថាចាញ់អស់លុយដែរដែលលុយដែលទៅហ្នឹងគឺសម្រាប់តែទៅទិញម្ហូបអញ្ចឹងទេអស់តែប៉ុណ្្នឹងឯងប៉ុន្តែក្នុងអ្នកដែលលេងលបែងអារម្មណ៍ថាចាញ់លុយប៉ុណ្្នឹងវាមិនល្មមទេថាវាក្តៅចិត្តអញ្ចឹងក៏ចេះតែឆាវឆាវមួម៉ៅក្តៅកាហាយចេះតែអារម្មណ៍មិនល្អដាក់កូនដាក់អីខ្លះអញ្ចឹងទៅបន្ទាប់ពីនឹងមកសវណ្ណគេដឹងរឿងហើយណា
đọc bên chẳng thà mà đài nó liền tia ra là bài tia ra sắp ta pi nâng máu đôi tham mà đài bỏ sờ nó có chết thể hiện cúng ra trong từ sòng sật á từ vô đào từ sòng đào một vinh có chết tại mà thứ ngày từ một ngày có chết ở lên clac là hốt rồi khởi pi chụp rồi mẹ pi càng nghĩa nè đã càng nghe chọc mong càng nghe sân từ mình toán đấy mình tay luôn đó ngạ ban tới thà tới tập các bài nó cả lành kia lên những ngày cổ khoa trương tới cái hai châu tới bộ mình khoa tới cổ hot class chân từ vì bộ luôn anh vì miền lui tới chứ này vì mà ai đi tha ở bàn tụi đó đăng tại cái về cái lại ở tì đo thành chân từ số quan nó cứ nói tia thằng này ai và to pin nâng tới đối tha cho tầm miền mặt đai miền ấy nơi cho mũi đó bây du mấy rong tha nơi mình này tôi thưa cá có dương mến tha tư đi tha nơi cho mũi kia là hồn nè thông mà đa ca diêm trong cá đầy cái thông đáy có đã đó sang người ta biết khác đây cha chạy đầm bon kia mưa thai mới chụp kia tập về hộp bài hộp ấy nhẫn là bông bông vì mình sơ chịu ban ấy tầm nẹt tầm nướng ấy cái vân tay sẽ tập về một đo ở tè vẫn có mặt đáy đa từ bạt tiệt tập về trước về ọt miên kia dây lính hạ với đôi chuyện ốc sốc khăn hạt đáy nữa có to vì nâng máu có một đai nó cô chập ở vì vụ nó là bài nó mình tên vì một ngày từ một ngày nữa cái ọt phọt tê bóng phó này là hốt ở đó hiên cái chơi lôi kì hiên cái chơi lôi kì nó dốt mốt lên là bài nâng tiệt chụp bẹ kia nó vùng là bài nó chơi kia nó vùng là bài nè chân kia của chơi ta ơi chơi kia của chơi ta cọt tục tới thả ơi cả kia bên này bên nội chẳng đo ta du bóng bộ này ở ta vì hồ ấy son kia ở bàn á mình nữ ở ta kia ta tiên mình sẽ toal nó bê ta toal hỏi ở đằng chỉ thường mà chứ chân sạch rương nó bị chập ở đám trô từ đó ta chấm nổi muối để ta chất mà đai nó bị thương chân từ ruồi đôi tha vì miền ở miền ấy sầm áng thì nó cứ thật sầm áng từ lưỡi côn sấy bọc luôn này trong ao ấy nó nẹt đài ở chấm bẹ để luôn chấm bẹ lối nó tới cắt con cho mùi nâng con luôn này là pizza lấy ra ta cắt con nữa chân cầu pol một ai tha sấy của thơ ba này sấy của thơ ba này tay côn là té nó cứ ở đằng rương tê côn ở đằng rương tê côn được miền với cái tung một phay đọc bằng buồn một phay cho làm bằng năng aiส่วนnăng miền với bằng bằng năng hỏi để tha mình thọp miền song xa mình thọp miền snai ha ấy thế cái lò màu nữa không vì bố ta ở bốc mà đai ca vì nơi tia vì môn nó cứ tha đa lên là bay như nơi tia trong tới luôn có nơi được tia nơi ta ấy mơ cô mơ cả bay mưa moan mưa tia thưa cái càng nghe tia chứ là mình miền pê đa hai nữa từ đó miền đầy cu snai ha ấy nè này nâng kia tê cứ ở miền tê ta sẽ tập về ngày nâng đai á một đài nó có ban nom bỏ ra mình nè đại thọp lên là bài trong mỗi kia nó miền vậy cái tống đôi ta sam cả đôi ta mỏ lên mỏ ấy nâng ấy trời vấn tay chỉ ngay từ bốn nó cứ ở miền ấy thì còn ta mỏ nó ở school ở khơi côn khơi ấy xu nó mà mặt bị mặt trên cho thì đo tập bắt top bị nâng tơ ประมาณไงก่อยหมอเนี่ยដូចជាមកទឹក10ថ្ងៃកន្លះខែហ្នឹងដូចថាខាងដែលអ្នកដែលមកចាប់បំណុលក៏បានឃើញកូនឃើញអីហ្នឹងក៏មានការពេញចិត្តពេញអីហ្នឹងដែរហើយវាសមថាម្ដាយបើកផ្លូវខ្លះផងដើម្បីកាត់កងនឹងលុយចឹងក៏សម្រេចចិត្តហើយប៉ុន្តែគាត់ថាដបងដៃហ្នឹងមកចាប់បំណុលគេមិនសូវជាហ៊ានដោយសារថាកូននោះវាមិនសូវដឹងអីដែរអញ្ចឹងណាវាអ្វីគ្រប់យ៉ាងនៅទៅលើម៉ែទេហើយដល់ពេលឃើញបន្ទាប់ពីឃើញកូនបានមករយៈចឹងមកចាប់អំណរក៏ដូចថារៀងក៏ចេះតែហរឿងម្ដាយ
របស់សវណ្ណហ្នឹងដើម្បីថាគេកុកឲ្យសងលុយសងអីជាចោះណាដោយសារខ្លួនហ្នឹងមិនហ៊ានទៅរកកូនស្រីរបស់ខ្លួនហ្នឹងដោយផ្ទាល់នោះទេដល់ពេលអញ្ចឹងម្ដាយហ្នឹងក៏ចាប់ផ្ដើមថាគេទាខ្លាំងនេះថាមិនសនុកចិត្តហ្នឹងក៏ចេះទៅយំហៀបរាប់នឹងកូនថាអើយកូនម៉ែអញចេះចុះមួយចេះពីរជពាក់លុយគេច្រើនអីអញចេះឥឡូវម៉ែចង់ឲ្យកូនឯងជួយបើកូនឯងមិនជួយទេបានបណ្ណាជួយម៉ែឯងចេះមួយចេះពីរទៅកូននោះដល់ពេលហ្នឹងឥឡូវម៉ែឯងចង់ឲ្យខ្ញុំជួយនឹងចង់ជួយធ្វើម៉េចបើរាល់ថ្ងៃហ្នឹងយើងធ្វើការទាំងអស់គ្នាណាបើម៉ែឯងយកលុយទៅចាយអស់តែឲ្យខ្ញុំជួយនឹងឲ្យខ្ញុំជួយធ្វើម៉េចបើអត់មានអីនេះផងហ្នឹងមានអីជួយទៀតបើលុយនៅម៉ែឯងកាន់ទាំងអស់គាត់ថាមិនចឹងទេឥឡូវហ្នឹងវាមានវិធីផ្សេងដែលត្រូវសងគេបានហើយកូនក៏សួរថាជពាក់ប្រមាណម៉ែយើងចាំបើកប្រាក់ខែចាំអីទៅចាំយើងសងគេទៅសុំគេអញ្ចឹងទៅបានហើយដល់ពេលទៅគាត់ក៏និយាយថាជពាក់គេច្រើនហើយកូននឹងសួរថាម៉ែឯងជពាក់ប្រមាណម៉ែឯងប្រាប់ខ្ញុំមើលជពាក់គេនឹងចូលទៅ$800បងប្អូនជពាក់$800ហើយសួរថាហេតុអីបានគេឲ្យជំពាក់នឹងជំពាក់ច្រើនយ៉ាងហ្នឹងគឺគេហ៊ានណាដោយសារតែគេនឹងគេដឹងថាគាត់មានកូនកំមុំកូនអីអញ្ចឹងហើយគាត់បោះពាក្យសម្ដីតាំងពីដបងដៃដែលទៅលេងដបងដែលកាលពីមិនទាន់ជំពាក់គេថាគាត់មានកូនកំមុំស្អាតមួយអីអញ្ចឹងឯនៅផ្ទះអីមកធ្វើការជាមួយកូនជាមួយអីអញ្ចឹងណាដល់ពេលអញ្ចឹងលឺអញ្ចឹងគឺគេចេះតែឲ្យខ្ចីឲ្យអីដែរដោយសារគេមានចិត្តចាប់ចិត្តចេតនាចិត្តអីអញ្ចឹងចំពោះដូចថាយើងនិយាយគាត់ស្ដាប់ថាកូនគាត់ស្អាតដែរហើយគេក៏ចង់អីនេះនោះដែរអញ្ចឹងអានឹងដោយសារតែគាត់ដល់ពេលគាត់ក៏ប្រាប់កូនថាអូជពាក់ខ្ទង់$800កូននោះរឹតទ្រូងមកដល់ថាទៅលេងបៀទៅលេងលបែងនឹងតែប្រហែលថ្ងៃសោះជពាក់គេច្រើនម្លឹងអុយបានលុយឯណាសងគេឥឡូវនេះបានលុយណាសងគេបើសិនគាត់ថាយើងធ្វើការរាល់ថ្ងៃហ្នឹងបានត្រឹមតែមកពោះមកកែហ្នឹងគ្រាន់តែរស់នឹងឯងបានលុយឯណាទៅសងគេដល់ពេលអញ្ចឹងហើយបានម្ដាយក៏តមកទៀតថាព្រោះតែអញ្ចឹងហើយបានម៉ែចង់មកពឹងកូនឯងហើយកូនក៏ថាឲ្យម៉ែឯងពឹងខ្ញុំមកមិនទៀតបើខ្ញុំធ្វើការរាល់ថ្ងៃជាមួយម៉ែឯងទាំងអស់តែគ្នានេះឲ្យពឹងមកមិនទៀតឲ្យខ្ញុំទៅរកលុយពីណាបើនៅនឹងខ្ញុំស្គាល់គេផងអីផងមិត្តភ័ក្តិក៏គ្មានអីក៏គ្មានហើយពុកនោះក៏មិនតាន់ផ្ញើលុយមកទៅប្រហែលខែទៅហើយទៅថៃចុះទូចុះអីដូចមិនតាន់ឃើញផ្ញើលុយផ្ញើកាក់មកសោះដឹងជាមិនអីមិនបាទឡើងគោកឡើងច្រាំងអត់មិនតាន់ផ្ញើលុយមកមកអីចឹងណាអត់តាន់ឃើញតាក់ទើមតាក់អីមកដល់អញ្ចឹងទៅម្ដាយនោះក៏ចេះទៅលួងលោមកូនមួយពីរដូចថាដំបងមិនស្ទាន់ទៅហ៊ានប្រាប់ឲ្យចំណាឥឡូវបើកូនឯងអាណិតម៉ែស្រឡាញ់ម៉ែកូនឯងព្រមនឹងម៉ែរឿងមួយទៅដូចថាកូនឯងព្រមទៅដេកទៅនៅជាមួយនឹងថាបងម្នាក់ដែលជាម្ចាស់បំណុលអញ្ចឹងណាគឺថាបរិះម្នាក់ដែលជាម្ចាស់បំណុលហ្នឹងដើម្បីកាត់កងកូនគ្រាន់តែលឺអញ្ចឹងគឺទុនជង្គង់តែម្ដងកូនមិនធ្លាប់មានសង្សារហើយកូនក៏មិនធ្លាប់មានស្នេហាអីដែរនៅពេលកន្លងមកដល់តែពេលលឺអញ្ចឹងកូនហ្នឹងស្រាប់តែទុនជង្គង់តែម្ដងហើយក៏បានសួរថាមិនបានម៉ែឯងគិតឃើញពីរឿងហ្នឹងម៉ែឯងឲ្យខ្ញុំទៅធ្វើអាម៉េចខ្ញុំកំមុំម៉ែខ្ញុំកំមុំម៉ែខ្ញុំនៅក្មេងហើយម៉ែឯងមិនបានចង់យកកូនទៅធ្វើថាដោះបំណុលដោះអីអញ្ចឹងម៉ែឯងធ្វើអីមិនចេះគិតខ្លួនឯងទេជពាក់គេជពាក់យ៉ាងហ្នឹងហើយដល់ពេលហៅអីគេដោះមិនបានឲ្យកូននេះយកទៅដោះទៅដេកជាមួយគេទៅអីដើម្បីដោះបំណុលដល់តែអញ្ចឹងហើយដូចថាម្ដាយនោះក៏ចេះតែរៀបរាប់ចេះបើមិនអញ្ចឹងទេគេនឹងធ្វើមិនដាក់គាត់គេគម្រាមគាត់1 2 3 4 5 6 7អញ្ចឹងណាដល់ពេលអញ្ចឹងហើយកូននោះថ្ងៃដំបូងហ្នឹងក៏ខឹងម៉ែនឹងខឹងមែនតើក៏គិច
ពីម៉ែហ្នឹងទៅចូលបន្ទប់ដេកបាត់ទៅដល់តកូនហ្នឹងដូចថាទៅដេកយំឆ្អែតចឹងទៅស្អែកឡើងម្ដាយហ្នឹងក៏អត់ហ៊ានទៅវងលបែងដែរទៅធ្វើការហើយអត់ហ៊ានទៅវងលបែងដែរដោយសារតែខ្លាចគេទាលុយហើយកូនវាមិនព្រមដល់តែអញ្ចឹងម្ចាស់បំណុលគេស្គាល់ផ្ទះហើយដែលគេនៅចាំយូរអីគេក៏មកមិនមែនមកទាកូនទេគេអត់មានមកទាដូចថាអីនេះគេគ្រាន់តែមកថាមកទាលុយគេអត់បានថាមកទៅតែបានខ្លួនកូនបានអីទេគឺគេគ្រាន់តែមកទាលុយដល់ពេលអញ្ចឹងទៅម្ដាយនោះក៏ចេះតែអង្វរកគេអញ្ចឹងមួយចេះពីរទៅណាអើយមិនមកចាំអីអញ្ចឹងទៅជារៀងប្រហែលថ្ងៃក្រោយមកប្រហែលជាមួយអាទិត្យក្រោយមកទៀតមកដូចថាម្ចាស់បំណុលគេចិត្តតែមករករឿងរាល់ល្ងាចរាល់ថ្ងៃរាល់អីចឹងណាកូននោះនៅក៏មិនសំណុកបាយក៏មិនបាយទឹកក៏មិនទឹកដូចថាវាដូចថាអារម្មណ៍គិតច្រើនណាដូចថាមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចឯម្ដាយនោះក៏ចេះតែមកស្ដីបន្ទោសខ្លះផងក៏លួងលោមខ្លះផងឯសវណ្ណហ្នឹងក៏ទឹកភ្នែកខ្លះទឹកសបោខ្លះដូចថារកផ្លូវរកវិធីអីគិតវាមិនចេញចពាក់គេមកទារាល់ថ្ងៃគេស្ដីឲ្យម៉ែហ្នឹងដូចសัตว์ដូចធាតហើយដល់ពេលម៉ែហ្នឹងដល់ពេលគេមកស្ដីឲ្យហ្នឹងខ្លួនមើលទៅម៉ែគួរឲ្យអាណិតបន្ទាប់ពីគេចេញទៅវិញបាត់ហ្នឹងក៏មានចិត្តខឹងថាមិនគួរណាម៉ែទៅធ្វើរឿងចឹងគិតសពគ្រប់ឡើងដូចថាចុះឡើងដូចថាចង់កើតនៅវិបត្តិផ្លូវចិត្តមួយណាចង់កើតវិបត្តិផ្លូវចិត្តមួយដល់អញ្ចឹងហើយដូចថាមនុស្សដូចថាទាល់ខ្លាំងពេកដល់ពេលទៅទាល់ខ្លាំងពេកវាមានតែថាមានតែការអាកាត់ការបថុយបឋានហ្នឹងឯងម៉ែរោរឿងផងគេរោរឿងម៉ែនឹងផងសពគ្រប់បែបយ៉ាងធ្វើឲ្យវាមានភាពស្មុគស្មាញញ៉ៃញ៉ៃសពឡើងក៏សវណ្ណនឹងសម្រេចចិត្តថាតោះឥឡូវព្រមក៏ព្រមដែរដល់តែអញ្ចឹងហើយម៉ែហ្នឹងក៏អថាមែនអីកូនអីចឹងទៅក៏អោបកូនអោបអីក៏និយាយថាជួយម៉ែម្ដងហ្នឹងទៅអីចឹងទៅណាបន្ទាប់ពីនឹងមកបន្ទាប់ពីបានកូនយល់ព្រមយល់អីមកហ្នឹងក៏ក៏ខេបក៏ខប់បញ្ញាប់ទៅផ្ទះទៅអីហ្នឹងពេលបញ្ចប់ការងាររួចរាល់ហ្នឹងក៏ឲ្យកូនងូតទឹកងូតអីចឹងទៅខ្លួនក៏ដើរឆ្វែលញឹមទៅនៅអាចិត្តវងលបែងដល់ពេលទៅដល់ក៏ទៅខ្សឹបអ្នកដែលគាត់ជពាក់លុយជពាក់អីចឹងទៅហើយបុរសម្នាក់ហ្នឹងក៏បានអញញឹមចឹងទៅក៏ចុះពីលើឈប់ពីកន្លែងលេងហ្នឹងក៏ជិះម៉ូតូសំដៅមកផ្ទះរបស់សវណ្ណហ្នឹងមកក៏ដប់ម្ដាយរបស់សវណ្ណហ្នឹងមកជាមួយមកឯសវណ្ណហ្នឹងក៏មកដល់ហ្នឹងក៏ទៅថាគេមួយទឹកមួយអីរួចស្រេចហ្នឹងណាគេមកពីធ្វើការពីអីងូតទឹកងូតអីរួចស្រេចចឹងទៅតែម្ដាយមិនទាន់ងូតទេគាត់ថាមកដល់ភ្លាមគឺសង្វាត់ទៅក្នុងភ្លាមតែម្ដងពីព្រោះខ្លាចកូននឹងផ្លាស់ប្ដូរចិត្តដែលថាព្រមពីនោះមកដែរមិនព្រមចឹងណាដល់បន្ទាប់តែពីនឹងមករឿងរ៉ាវទាំងអស់ហ្នឹងក៏បានដូចថាព្រមព្រៀងគ្នាចឹងដើម្បីកាត់កងហ្នឹងចឹងតែអញ្ចឹងហ្នឹងគឺជាសាច់រឿងមួយដែលមិនទាន់ចប់ទេបងប្អូនប៉ុន្តែដោយសារតែនៅកន្លែងខ្ញុំនេះគឺវាយប់ណាស់ទៅហើយដូចថាម៉ោង 11:31 នាទីយប់ទៅហើយណាមួយថ្ងៃស្អែកខ្ញុំត្រូវទៅធ្វើការផងដែរដល់ពេលអញ្ចឹងมันអាចបន្តសាច់រឿងនោះទៅទៀតបានទេអញ្ចឹងមានតែចាំភាគ2ណាបងប្អូនណាមានតែចាំភាគ2ទេនិយាយចង់និយាយឲ្យចប់ដែរប៉ុន្តែវាមិនចប់អញ្ចឹងមានតែចាំភាគ2ទេអញ្ចឹងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមចុច Subscribe ម្នាក់មួយដើម្បីរងចាំភាគ2មិនដឹងថាមានភាគ2ឬក៏ភាគ3ទៅទៀតទេអាចនឹងមិនចប់ភាគ2ទៀតក៏ថាបានអាចទៅដល់ភាគ3ហើយសូមបងប្អូនចុច Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីហើយបើពេញចិត្តនៅការផលិតរបស់ខ្ញុំហ្នឹងហើយក៏សូម comment ឲ្យខ្ញុំម្នាក់បានដឹងផងអីចឹងណាហើយសូម comment
បងប្អូនកុំខមមិនពាក្យអាក្រក់អីនេះគ្រាន់តែជាបទពិសោធន៍ជីវិតដែលរឿងរ៉ាវនឹងកើតឡើងចំពោះមនុស្សម្នាក់ម្នាក់ទេវាម្នាក់រឿងវាមិនដូចគ្នាណាបងប្អូនអញ្ចឹងកុំខឹងកុំខមមិនជេរខមមិនអីសុំធម្មតាបានហើយតែខមមិនច្រើនពេកYouTube វាចាប់ spam ចាប់អីអញ្ចឹងណាវាមានបញ្ហាដល់ channel YouTube នេះទៅវិញទេបាទដល់តអញ្ចឹងក៏សូមថាបើសិនបងប្អូនមានចង់ចែកម្លែកសាច់រឿងអីក៏អាច comment ឲ្យខ្ញុំបានដឹងផងហើយនិយាយដែលថាបើសិនជាពេញចិត្តហើយក៏ចង់តាមដានបន្តទៀតចុច Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូបន្ទាប់ហើយអញ្ចឹងអត់មានអីទៀតទេជម្រាបលាបងប្អូនអរគ្នាហើយជួបគ្នានៅវីដេអូក្រោយបាយបាយ